ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទទួលអំណោយដ៏ថ្លៃថ្លាពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចឹមមនីហ៊ុនម៉ាណែតតាមរយៈឯកឧត្តម ផេង កឹមស្រុននិងក្រុមការងារថ្នាក់យុវជនកម្ពុជាភ្នំពេញនាព្រឹកថ្ងៃទី23ខែសីហាឆ្នាំ2026ក្រុមការងារថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលបានចុះជួបសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចឹមមនីហ៊ុនម៉ាណែតប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតស្ថិតនៅភូមិវាលស្បូវនិងភូមិស្វាយតាអុកទី1សង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញកម្មវិធីនេះដឹកនាំដោយឯកឧត្តម ទួន សុខុនអនុប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានគណៈអចិន្ត្រៃយ៍និងលោកម៉ៅផល្លាប្រធានប្រតិបត្តិក្រុមការងារថ្នាក់យុវជនកម្ពុជានិងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាតំណាងឯកឧត្តម រិន រាវីប្រធានក្រុមប្រឹក្សាភិបាលនិងឯកឧត្តមប្រធានកិត្តិយស ផេង កឹមស្រុនព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំសមាជិកសមាជិកានិងសហការីនៃក្រុមការងារថ្នាក់យុវជនកម្ពុជានិងអាជ្ញាធរមូលដ្ឋានក្នុងឱកាសនោះលោកម៉ៅផល្លាបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើការនឹករលឹកនិងសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចឹមមនីហ៊ុនម៉ាណែតជូនចំពោះអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលមកទទួលអំណោយព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានជាមួយគ្នានេះឯកឧត្តម ទួន សុខុនបានមានប្រសាសន៍ថាសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់និងព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តចូលរួមថែរក្សាសុខសន្តិភាពនិងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីរួមចំណែកកសាងសង្គមប្រកបដោយសុខដុមរមនានិងសុវត្ថិភាពឯកឧត្តម ទួន សុខុនបានបន្ថែមថាផឹកទឹកត្រូវនឹកដល់ប្រភពច្រកក្រមលប់ត្រូវនឹកដល់អ្នកដាំដោយសង្កត់ធ្ងន់ថានៅទីណាមានការលំបាកទីនោះមានគណៈបកប្រជាជនកម្ពុជានិងមានសម្ដេចតេជោធិបតីដោយលោកទាំងពីរមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋអត់អាហារឡើយអំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋនាឱកាសនោះរួមមានអង្ករទឹកសុទ្ធទឹកត្រីទឹកស៊ីអ៊ីវមីជាតិប៊ីចេងកន្សែងពុះគោនិងថវិកាមួយចំនួនជំនួសមកឲ្យអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលបានទទួលអំណោយលោកស្រីតំណាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចឹមមនីហ៊ុនម៉ាណែតដែលតែងតែយកចិត្តទុកដាក់និងផ្ដល់ការឧបត្ថម្ភជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាជិកសមាជិកានិងសហការីនៃក្រុមការងារថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលនិងសាខារាជធានីភ្នំពេញព្រមទាំងតំណាងអាជ្ញាធរសង្កាត់វាលស្បូវនគរបាលមូលដ្ឋានមេភូមិកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាចុងក្រោយលោកម៉ៅផល្លាប្រធានប្រតិបត្តិក្រុមការងារថ្នាក់យុវជនកម្ពុជាបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានថ្នាក់ដឹកនាំសមាជិកសមាជិកានិងសហការីនៃក្រុមការងារថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលនិងសាខារាជធានីភ្នំពេញដែលបានចូលរួមនឹងសហការរៀបចំកម្មវិធីនេះឲ្យប្រព្រឹត្តទៅដោយរលូនក្នុងឱកាសនោះលោកប្រធានប្រតិបត្តិនិងក្រុមការងារបានសម្ដែងនូវក្តីគោរពនិងជូនពរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចឹមមនីហ៊ុនម៉ាណែតព្រមទាំងបុត្រាបុត្រីសូមមានសុខភាពល្អបរិបូរណ៍កម្លាំងកាយមាំមួនប្រាជ្ញាឈ្លាសវៃនិងសម្រេចបានជោគជ័យគ្រប់ភារកិច្ចក្នុងការបន្តចូលរួមដឹកនាំនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើននិងមានវិបុលភាពជានិរន្តរ៍